បាទជម្រាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃនេះខ្ញុំមានគន្លឹះថ្មីមួយទាក់ទងជាមួយនឹងការដាក់Cambu Box ជាមួយនឹងកិច្ចការងាររដ្ឋបាលដែលបងប្អូនទាំងអស់គ្នាតែងតែឃើញអំពីការ select ដូចជាថ្ងៃច័ន្ទហើយអង្គារហើយពុធហើយប្រហែលអញ្ចឹងយើងអាចដាក់បានឥឡូវខ្ញុំ remove វាចេញសិនដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាពីដើមតែម្ដងអញ្ចឹងនៅក្នុងកុំព្យូទ័ររបស់បងប្អូនទាំងអស់គ្នាត្រូវតែមាន menu មួយគឺ developer នេះបាទគឺជា menu developer អញ្ចឹងបងប្អូនត្រូវដំឡើងវាសិនធម្មតាកុំព្យូទ័រដែលយើងអត់ទាន់ដំឡើងគ្រីសវាទេវាអត់មានទេអញ្ចឹងខ្ញុំទៅដោះវាពេលដែលខ្ញុំទៅដោះវាដូចនេះបាទហើយខ្ញុំដោះគ្រីសនៅក្នុង developer គឺនៅក្នុងmenu របស់ខ្ញុំនៅខាងលើនេះគឺវាបាត់តែម្ដងអញ្ចឹងខ្ញុំមកស្ដាំដើម្បីចូលទៅវិញហើយបងប្អូនមើលតាមគម្រោងនេះហើយយើងចូលកន្លែង developer ដើម្បីគ្រីសវាហើយយើងអូខេពេលនេះយើងនឹងឃើញ menu developer ហើយបងប្អូនដាក់ cursor ចំខាងមុខថ្ងៃទីហើយយើងចូលកន្លែង developer ហើយយកពាក្យថា Cambu Box នៅនេះបងប្អូនចុចទៅឥឡូវនេះគឺជាប្រអប់មួយដែលយើងអាច select បានប៉ុន្តែយើងត្រូវតែ add item ចូលអញ្ចឹងយើងចូលកន្លែង properties ហើយយើងចូល add ហើយយើងសរសេរវាក៏បានកន្លែងនេះហើយខ្ញុំសូម copy ដើម្បីបង្ហាញបងប្អូនអរគ្នាខ្ញុំ copy ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយបងប្អូនកន្លែងនេះបើសិនជាបងប្អូនអាច note ទុកក៏បានឬក៏យើងអាចសរសេរមួយក៏បានដែរបាទអញ្ចឹងខ្ញុំ copy តែម្ដងដើម្បីកាត់វីដេអូឲ្យបានលឿនបន្តិចដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹង copy ចូលទៅហើយយើងគ្រាន់តែ copy អូខេ copy អូខេហើយយើងកុំអាលអូខេអូខេខាងក្រោមនោះពេលដែលយើងចប់ហើយចាំយើងពិនិត្យមើលគ្រប់អស់ហើយយើងអូខេហើយបន្ទាប់មកយើងអូខេចុងក្រោយពេលនេះយើងអាច select បានហើយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបាទយើងអាច select ជ្រើសរើសតាមតម្រូវការដែលយើងត្រូវការហើយថ្ងៃទីនេះក៏ដូចគ្នាខែនេះដូចគ្នាដែរអញ្ចឹងខែខ្ញុំធ្វើបង្ហាញបងប្អូនចូលដូចគ្នាទេយើងចូលកន្លែងដាក់ cursor ចំដូចនេះហើយដាក់យក Cambu Box ដូចគ្នាហើយ properties ហើយយើងសរសេរចូលមកមករាដល់ធ្នូមកអញ្ចឹងខ្ញុំសូម copy ដើម្បីបង្ហាញដល់បងប្អូនអរគ្នាហើយបងប្អូនអាចសរសេរបានកន្លែងនេះបានសរសេរហើយអូខេសរសេរហើយអូខេដើម្បីងាយស្រួលបងប្អូនអាច note ទុកដូចខ្ញុំនេះហើយ copy យកតែម្ដងក៏បានដែរបាទពេលដែលយើងសរសេរគ្រប់អស់ហើយដល់ខែធ្នូហើយយើងគ្រាន់តែធ្វើដូចមិញដែរគឺអូខេបាទយើង copy ហើយយើងអូខេទៅចុងក្រោយបាទហើយអូខេមួយទៀតគឺយើងពិនិត្យមើលគ្រប់អស់ហើយយើងអូខេចុងក្រោយបាទហើយពេលនេះយើងអាច select បានហើយខែមករាកុម្ភៈមីនាមករហូតដល់ខែធ្នូអញ្ចឹងបងប្អូនអាចជ្រើសរើសបានហើយតកតងជាមួយឆ្នាំក៏ដូចគ្នាដែរបងប្អូនអាចដាក់ cursor ដូចនេះហើយទៅ add ដូចគ្នាទេបាទអញ្ចឹងបងប្អូនអាចទៅ add យក properties ដូចគ្នាហើយ add សរសេរចូលមកកន្លែងនេះអញ្ចឹងខ្ញុំអត់សរសេរទេគ្រាន់តែបង្ហាញបងប្អូនប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងយល់ហើយហើយតកតងនឹងជាមួយនឹងការ remove ចេញយើងអាច remove វាបានបាទធ្វើដូចនេះហើយយើងយកពាក្យ remove មានន័យថាយើងលុបវាចេញយើងចង់លុបវាទាំងអស់ក៏បានលុបមួយសរសេរចូលមួយវិញក៏បានបាទនេះគឺជាការ remove ចេញហើយយើងគ្រាន់តែអូខេហើយពេលនេះគឺវានឹងបាត់ទិន្នន័យដែលយើង add វាហើយបាទអញ្ចឹងកន្លែងណាដែលយើង remove គឺវាអត់មានទេហើយដូចជាខែនៅកន្លែងខែនេះបាទនៅកន្លែងខែនេះគឺវាអត់បាត់ទេដោយសារយើងអត់ remove វាបាទអញ្ចឹងវាមានទិន្នន័យអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ហើយសូមអរគុណសម្រាប់ការតាមដានវីដេអូនេះបាទសូមជម្រាបលា